មុនចូលឆ្នាំមួយថ្ងៃពីរថ្ងៃហ្នឹងនិយាយពីថាមុខផ្សារមិនលងខេត្តរតនគិរីខ្ញុំមនុស្សច្រើនខ្លាំងមែនតើហើយបើនិយាយពីគ្រឿងលម្អផ្កាភ្ញីក៏ដូចជាធូបទៀនឬក៏ផ្លែឈើស្រស់ៗអីហ្នឹងសវោសវាយណាសម្រាប់លក់ជូនបងប្អូនអ៊ំពុកមីងយើងទិញយកទៅទទួលទេវតាឆ្នាំថ្មីកលេចមកមើលការតុបតែងលម្អក្នុងបរិវេណមន្ទីរវប្បធម៌មុនថ្ងៃចូលឆ្នាំមួយថ្ងៃបងពូកំពុងតែញាប់ដៃញាប់ជើងខ្លាំងមែនតើក្នុងការរៀបចំផ្លែឈើស្រស់ៗហើយបើនិយាយពីគ្រឿងតុបតែងវិញសុទ្ធតែជារបស់ខ្មែរស្អាតហ្មងសម្រាប់ខ្ញុំមុនមួយថ្ងៃហ្នឹងក៏រៀបចំដូចគ្នាគឺរៀបចំធ្វើម្ហូបទុកសម្រាប់ត្រៀមទៅវត្តនៅថ្ងៃស្អែកមុខម្ហូបខ្ញុំដែលត្រៀមធ្វើពីល្ងាចហ្នឹងគឺជាខសាច់ជ្រូកដាក់ជាមួយនឹងពងទាមានតាំងពីឈាមជ្រូកអីអញ្ចឹងទៅជាពិសេសបន្ថែមជាមួយនឹងត្រពាំងផងដែរចំពោះសាច់ជ្រូកខ្ញុំយកមកខនេះខ្ញុំយកសាច់3ជាន់ណាបងប្អូនហើយយើងហាន់វាទុកឲ្យហើយទៅបន្ទាប់មកយើងច្រាមខ្ទឹមសសម្រាប់គ្រឿងទេសដែលខ្ញុំប្រឡាក់ក្នុងសាច់ជ្រូកនេះមានដូចជាស្ករម្សៅស៊ុបបន្តិចប្រេងខ្យងក៏ដូចជាទឹកស៊ីអ៊ីវហើយខ្ទឹមសដែលយើងច្រាមហើយហ្នឹងក៏ដូចជាម្រេចចូលផងដែរយើងផ្អាប់វាទុកចោលទៅបន្ទាប់មកយើងចាប់ផ្ដើមមកកូរជាមួយនឹងស្ករក្រហមយើងបន្ទាប់ពីដាក់ស្ករហើយហ្នឹងខ្ញុំចាប់ផ្ដើមកូរវាឲ្យឡើងជើងគ្រាប់បន្តិចបាទខ្ញុំដាក់ខ្ទឹមសយើងចូលម្លឹងវាឲ្យឡើងក្រហមខ្ញុំដាក់ទឹកត្រីបន្តិចហើយយើងដាក់សាច់ជ្រូកដែលយើងប្រឡាក់ហើយហ្នឹងចូលតែម្ដងកន្លែងនេះខ្ញុំអត់មានថែមទឹកអីទេគឺខ្ញុំគ្របដាក់ផ្ងំវាចោលអញ្ចឹងណាបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមចាក់ជាមួយនឹងត្រពាំងយើងចូលសម្រាប់ត្រពាំងត្រាំនេះមុននឹងយើងយកមកធ្វើម្ហូបយើងលាងទឹកឬក៏ដាក់ត្រាំវាឲ្យអស់ជាតិប្រៃជាមុនសិនបន្ទាប់ពីខ្ញុំដាក់ត្រពាំងហើយហ្នឹងខ្ញុំចាប់ផ្ដើមដាក់ពងទាជាមួយនឹងឈាមជ្រូកយើងចូលហើយខ្ញុំដាក់ផ្ងំវាទៀតហើយមើលតែរៀងដាច់ទឹកហើយហ្នឹងយើងចាប់ផ្ដើមកូរវាហើយបន្ថែមជាមួយនឹងទឹកស្អាតយើងចូលតែម្ដងទៅយើងដាក់ផ្ងំវាពីដងអញ្ចឹងណាដើម្បីឲ្យពងទាក៏ដូចជាសាច់ឬក៏ត្រពាំងយើងអីហ្នឹងវាឡើងពណ៌ក្រហមហ្មងបន្ទាប់ពីយើងដាក់ទឹកហើយចាប់ផ្ដើមមកងាស់វាចោលតែម្ដងវីដេអូនេះខ្ញុំកាត់មកដល់ពេលព្រឹកឡើងដែលត្រូវជាថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរយើងថ្ងៃទី1ខ្ញុំចាប់ផ្ដើមលាងអង្ករឲ្យស្អាតអញ្ចឹងទៅហើយយើងដាក់ដាំបាយក៏ដូចជាកម្ដៅខដែលយើងបានធ្វើទុកពីល្ងាចបើនិយាយពីខខ្ញុំនេះគ្រាន់តែបើកក្មោបមកគឺថាតំណងតែម្ដងណាបើនិយាយពីពណ៌វិញក្រហមល្អមែនតើសម្រាប់ម្ហូបព្រឹកនេះខ្ញុំបន្ថែមជាមួយនឹងឆាបន្លែមួយមុខទៀតផងដែរជាដំបូងហ្នឹងខ្ញុំហាន់ជាមួយនឹងផ្កាខាត់ណាវ៉ាសយើងជាមុនសិនណាបើនិយាយពីផ្កាខាត់ណាយើងនេះវិញល្អខ្លាំងមែនតើហ្មងទៅបកពីសមកថ្មីទៀតម្ហូបមួយមុខនេះងាយស្រួលធ្វើហើយលឿនមែនតើអញ្ចឹងពេលព្រឹកបាទខ្ញុំចាប់ដើមធ្វើចំពោះបន្លែវិញខ្ញុំមានខ្ទឹមបារាំងការ៉ុតរួមជាមួយនឹងផ្កាខាត់ណាដែរបន្ទាប់ពីទឹកពុះខ្ញុំដាក់ផ្កាខាត់ណាយើងដាក់សោសជាមុនសិនចំពោះការ៉ុតនេះខ្ញុំហាន់វាជារាងបច្ឆិតបែបហ្នឹងបាននិយាយពីកូនបើខ្ញុំអង្គុយធ្វើមាត់ខ្ជូតផងញញែមផងបន្ទាប់ពីសោសផ្កាខាត់ណាមើលទៅបានមកសពទៅហ្នឹងខ្ញុំចាប់ផ្ដើមស្រង់ចេញហើយយកបន្លែទាំងអស់ហ្នឹងទៅលាងទឹកឲ្យស្អាតទៅចំពោះសាច់គោនេះទិញបងស្រីកន្លែងមួយខ្ញុំនិយាយទៅសាច់គាត់ល្អណាស់បងប្អូនហើយបើនិយាយពីសាច់គឺថាផុយល្អមែនតើយកមកឆាធានាឆ្ងាញ់ហ្មងកន្លែងមកមើលបាយយើងវិញបន្ទាប់ពីដាក់ដាំបានមួយផ្លែតហើយហ្នឹងឥឡូវចាប់ដើមពុះហើយសូម្បីតែខយើងក៏ពុះឡើងខូចដែរខខ្ញុំសានេះធ្វើយកទឹករៀងច្រើនបន្តិចខ្ញុំអត់យករៀងកូទេបើនិយាយពីពងទាហើយសាច់វិញឡើងពណ៌ក្រហមស្អាតហ្មងឥឡូវចូលមកដល់មុខម្ហូបយើងមួយមុខទៀតហើយជាដំបូងខ្ញុំដាក់ឆាខ្ទឹមសហ្នឹងឲ្យឡើងឈ្ងុយសិនបាទខ្ញុំដាក់សាច់គោយើងចូលឆារៀងបានមកសពខ្ញុំដាក់គ្រឿងទេសចូលមានទឹកត្រីស្ករប៊ីចេងទឹកស៊ីអ៊ីវឬក៏ទឹកប្រេងខ្យងយើងអីអញ្ចឹងទៅបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាក់បន្លែយើងចូលទាំងអស់តែម្ដងយើងឆាគ្រឿងទាំងអស់ហ្នឹងឲ្យត្រឡប់សព្វចូលគ្នាល្អទៅជាការស្រេចហើយអង្គុយធ្វើម្ហូបសុកហ្នឹងរៀងគោពោះខេកខលបន្តិចអញ្ចឹងក៏ដាក់ចេកចៀនមួយទៅចេកចៀននេះឆ្ងាញ់មែនតើហ្មងណាឡើងស្រួយសម្រាប់វីដេអូភាគ1ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចរងចាំទស្សនាភាគ2បន្តទៀតណាខ្ញុំនឹងតនៅវីដេអូក្រោយទៀតអរគុណជម្រាបលា